យកមកនិយាយពីតំណែងស្នេហារវាង Stepper ជាមួយនឹង Tin Fee ដែលជាស្នេហាដែលល្បីមកនៅក្នុងប្រវត្តិសាស្ត្រវិស័យកំសាន្តរបស់ហុងកុងចុះយកមកលម្អិតជាមួយគ្នាថាតើគាត់ឆ្លាញ់គ្នាពីពេលណាបែកគ្នាពីពេលណាហើយដោយសារតែមូលហេតុអី Stepper ជាមួយនឹង Antenna Chu គឺគាត់ស្គាល់គ្នាហើយក៏ចាប់ចិត្តមួយគ្នានៅក្នុងឆ្នាំ1992ជាពេលដែលគាត់ថតរឿង Fight Back to School វគ្គ2ជាមួយនឹងគ្នានៅដល់គ្នាហើយរឿងមួយហ្នឹងគឺទទួលបានការគាំទ្រខ្លាំងចាស្ដេចបកមក1992វិញ Tin Fee គឺគាត់កំពុងតែមានតំណែងស្នេហាជាមួយនឹងសង្សារចាស់គាត់គឺតារាស្រីរូបនេះឯងនៅដល់គ្នាប៉ុន្តែនៅក្នុងឆ្នាំដដែលហ្នឹងគឺគាត់បានបែកបាក់គ្នាហើយគាត់ក៏មានតំណែងស្នេហាថ្មីជាមួយនឹង Antenna Chu នៅក្នុងឆ្នាំដដែលហ្នឹងឯងមានពាក្យចចាមអារ៉ាមួយដែលគេលើកឡើងមកពីតំណែងស្នេហាពីរនាក់ហ្នឹងគឺគេលើកឡើងថា Tin Fee គាត់អាចនឹងរាចិត្តបន្ទាប់ពីបានឃើញ Antenna Chu ហើយគាត់ក៏ចាប់ផ្ដើមដាច់ស្រេចហ្មងជាមួយនឹងតំណែងគាត់ចាស់ហើយក៏ចាប់ផ្ដើមថ្មីជាមួយនឹង Antenna Chu នៅក្នុងឆ្នាំដដែលហ្នឹងឯងតែអានេះគ្រាន់តែជាពាក្យចចាមអារ៉ាមទេបកមកស្នេហា Antenna Chu វិញដោយសារតែពេលហ្នឹងអញនិយាយថាភាពល្បីល្បាញពួកគាត់គឺខុសគ្នាខ្លាំងណាស់ដល់គ្នា Tin Fee នៅក្នុងកំឡុងឆ្នាំហ្នឹងគឺគាត់ល្បីខ្លាំងមែនទែនគាត់ជាតារាដែលមានគេទទួលស្គាល់ខ្លាំងប៉ុន្តែបកមក Antenna Chu វិញគឺគាត់ជាតារាស្រីដែលទៅតែរះទេអ្នកនរគ្នាអាចថាជាក្មេងថ្មីណាប៉ុន្តែដោយសារតែគាត់រូបសម្រស់ស្រស់ស្អាតហើយការសម្ដែងរបស់គាត់ក៏ល្អគាត់ទទួលបានការចាប់អារម្មណ៍ដែរប៉ុន្តែអញនិយាយថាគាត់ក៏នៅ level ក្រោម Tin Fee ដែរអ្នកនរគ្នាហើយមួយទៀត Tin Fee គឺគាត់ចូលចិត្តភាពឯកជនអញ្ចឹងគាត់ក៏អត់បានបើកបង្ហាញតំណែងហ្នឹងជាសាធារណៈទេ Antenna Chu ជាមួយនឹង Stepper គឺគាត់បានឆ្លាញ់គ្នារយៈពេល3ឆ្នាំចាប់ពីឆ្នាំ1992រហូតដល់ឆ្នាំ1995 3ឆ្នាំនេះគឺ Tin Fee អាចនិយាយសោះពីស្នេហារបស់គាត់ប៉ុន្តែ Antenna Chu គាត់តែងតែនិយាយគាត់តែងតែលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ផ្សេងៗទាក់ទងជាមួយនឹងស្នេហាគាត់ណាហើយអ្នកគ្រប់គ្រងគឺដឹងថាអ្នកដែល Antenna Chu និយាយដល់ហ្នឹងអត់មានអ្នកណាផ្សេងទេគឺមានតែ Tin Fee នឹងឯងស្នេហាមួយនេះគឺបែកបាក់គ្នានៅក្នុងឆ្នាំ1995ជាពេលដែលពួកគាត់ថតរឿងនេះជាមួយនឹងគ្នាអ្នកនរគ្នាថតរឿងនោះមួយគ្នាអ្នកគ្រប់គ្រងលើកឡើងថាវាជាមនោសញ្ចេតនាពិតរវាងពួកគាត់ទាំងពីរប៉ុន្តែជារឿងដ៏គួរឲ្យសោកស្ដាយគាត់ទៅរឿងនឹងចប់ស្នេហាពួកគាត់នឹងក៏ចប់ដូចគ្នាមកនិយាយអំពីមូលហេតុដែលធ្វើឲ្យបែកបាក់គ្នាវិញមូលហេតុនេះខ្ញុំសូមចែកជា3ធំៗហ្មងព្រោះនៅក្នុងកិច្ចសម្ភាសន៍គាត់អាចនឹងនិយាយរឿងច្រើនហើយខ្ញុំសរុបជារួមមកវិញAntenna Chu គឺគាត់បានលើកឡើងថាអាចនឹងផ្ដោតកំណត់ពួកគាត់អត់ដូចគ្នានឹងទាំងគ្នានៅក្នុងកិច្ចសម្ភាសន៍ហ្នឹង Antenna Chu គឺគាត់បានលើកឡើងថាបើសិនជាមនុស្សប្រុសម្នាក់គិតថាការដែលអោបថោបមនុស្សស្រីវាជារឿងធម្មតាតែសម្រាប់គាត់គឺអត់ធម្មតាទេគាត់អាចទៅអោបថោបមនុស្សប្រុសហើយចាត់ទៅវាជារឿងធម្មតាបានទេគាត់ទៅស្ដាប់ប៉ុណ្ណឹងគាត់អ្នកទាំងគ្នាយល់ដែរថាតើ Antenna Chu គាត់យល់ឃើញបែបណាហើយសម្រាប់ Tin Fee គឺគាត់យល់បែបណាចូលដល់មូលហេតុទី2គឺតកតងជាមួយនឹងការលាក់បាំងពីស្នេហាមួយនឹងខ្លាំងពេកអញនិយាយថាខាងស្រីនេះគេព្យាយាមបង្ហាញថាគាត់មានតំណែងស្នេហាជាមួយនឹង Tin Fee ប៉ុន្តែ Tin Fee គឺព្យាយាមលាក់អ្នកទាំងគ្នាហើយគាត់ស្ងប់ស្ងាត់គាត់អត់និយាយទាំងអស់អញ្ចឹងធ្វើឲ្យខាងស្រីគឺគាត់មានអារម្មណ៍ថា insecure វាអត់មានសុខភាពអញ្ចឹងណាហើយចំណុចទី3នេះគឺក្រៅមែនតើពីព្រោះនៅក្នុងឆ្នាំ1995 Antenna Chu គឺគាត់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍គឺគាត់បានលើកឡើងថាគាត់បានរកឃើញពីផុសតាងឬក៏តម្រុយមួយដែលបង្ហាញថា Tin Fee កំពុងតែផិតក្បត់គាត់នៅក្នុងសន្តាគាររបស់ Tin Fee នឹងផ្ទាល់ដូចថាគាត់ទៅដល់សន្តាគារហ្នឹងហើយគាត់រកឃើញអីមួយប្លែកដែលអត់ប្រក្រតីហើយគាត់យល់ថា Tin Fee កំពុងតែក្បត់គាត់ហើយប៉ុន្តែគាត់គឺអត់មានបានឆ្លុះប្រកែកអីទៅលងឡាំងអីទេគឺគាត់ស្ងប់ស្ងាត់ហើយនឹងបែកគ្នាដើរចេញពីបរិះម្នាក់ហ្នឹងAntenna Chu គាត់ធ្លាប់លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថាគាត់ប្រើពេលយូរដែរណាស់ដល់គ្នា2ទៅ3ឆ្នាំតមកទៅថាគាត់អាចព្យាបាលរបួសផ្លូវចិត្តគាត់នឹងបានណាបច្ចុប្បន្ននេះគឺគាត់បានរៀបការណាដល់គ្នាជាមួយនឹងស្វាមីរបស់គាត់នេះដែលជាតារាចម្រៀងហើយគាត់ធ្លាប់លើកឡើងថានៅពេលដែលយើងរើសមនុស្សត្រូវគឺធ្វើឲ្យយើងសុខចិត្តជាងមុនហើយនឹងធ្វើឲ្យយើងស្រស់ស្អាតជាងមុនបកមក Tin Fee វិញបើទោះបីជាតំណែងស្នេហាមួយនឹងចាប់ផ្ដើមរហូតដល់បញ្ចប់គឺគាត់អាចលើកមកនិយាយទេគឺគាត់នៅតែរក្សាភាពស្ងប់ស្ងាត់ចង់តរឿងត្រាវមួយដែរពីព្រោះនៅក្នុងការបែកគ្នា1995ហ្នឹង Tin Fee ក៏គាត់មានតំណែងស្នេហាមួយទៀតដល់គ្នានៅក្នុងឆ្នាំតារាហ្នឹងដែលគេលើកឡើងថាតារាស្រីម្នាក់ហ្នឹងអាចជាមូលហេតុនៃការបែកបាក់គ្នារវាង Tin Fee ជាមួយនឹង Antenna Chu ចឹងយើងចាំទៅលំអិតនៅវីដេអូក្រោយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅក្នុងវីដេអូក្រោយបាយ